ខ្ញុំប្រាប់ហើយនោះមិនអាចពឹងពាក់បានទេលោកមើលទៅមើលក្រុមការនេះទៅមិនទាន់បានមកដល់ទៀតថែមទាំងធ្វើតែកូលីវយើងដួលរលំទៀតហើយនោះនេះបច្ចាក់ក្រក់មែនល្បិចតច្រើនណាឥឡូវនេះគួរធ្វើយ៉ាងម៉េចទៅបងជួយគិតរកវិធីបន្តិចទៅអំណាចត្រកូលលូនេះបាត់ឈ្មោះយើងពេញទាំងក្រុងទៅហើយមហាតរិទ្ធមកពីណាក៏មិនអាចជួយបានដែរប៉ាខ្លាចអីទៅចាំខ្ញុំចាត់ការខ្លួនឯងឯងចាត់ការមែនទេរੂហាន់ឯងមានវិធីស្អីមែនហើយហាន់ប៉ារបស់ឯងនៅរកវិធីមិនបានផងប្រធាននោះមានអំណាចស្មារតីថែមទាំងធ្វើអីក៏ដាច់ការទៀតមិនឲ្យឱកាសតកូលីវយើងសំបីតែបន្តិចទេណានាងនួនបារម្ភពីម្ដាយវាខ្លាំងណាស់មិនអញ្ចឹងទេបាត់ហើយវាធ្វើឲ្យលោកប្រុសលូកំចាត់តកូលីវយើងខ្ញុំនឹងកំចាត់ម៉ៃវាម៉ាក់ណៃណាម៉ាក់អ៊ំស្រីនាងឃើញម៉ាក់ខ្ញុំទេខ្ញុំរកគាត់អត់ឃើញទេព្រះហើយនួនថ្ងៃនេះខ្ញុំឃើញម្ដាយឯងចេញទៅទិញម្ហូបនេះថ្ងៃត្រង់ហើយមិនទាន់ឃើញមកទៀតខ្ញុំចាប់ផ្ដើមសង្ស័យហើយណាខ្ញុំនឹងទៅតាមរកគាត់ទៀតអរគុណហើយអ៊ំស្រីលោកប្រធានមានរឿងហើយមានរឿងអីម្ដាយរបស់ភរិយារបស់លោកបាត់ខ្លួនហើយហ៎បញ្ជាមនុស្សអត់តាមរកគ្រប់កន្លែងមិនថាយ៉ាងណាទេត្រូវទៅរកឃើញបាទអាឡូនាងណាខ្ញុំទៅឥឡូវនេះម៉ាក់ខ្ញុំបាត់ខ្លួនហើយខ្ញុំរកយ៉ាងណាក៏មិនឃើញដែរខ្ញុំមិនដឹងថាគួរធ្វើយ៉ាងម៉េចទេចាំខ្ញុំសិនណាខ្ញុំកំពុងទៅហើយនួនម៉ាក់ឯងមិនកាត់អីទេលីលូហាន់នាងត្រូវការអីទៅនួនម៉ាក់ឯងមិនកាត់អីទេលូហាន់ម៉ាក់ខ្ញុំត្រូវនាងចាប់ទៅមែនទេឥឡូវម៉ាក់ខ្ញុំណៃណានួនតកូលយើងជួបរឿងអកុសលក៏ព្រោះតែនាងនឹងម៉ាក់នាងបាច់ជារស់នៅសុខស្រួលតែម៉ាក់យើងត្រូវលំបាកគាត់ជុំរាល់ថ្ងៃវាមិនយុត្តិធម៌ទេលូហាន់នាងត្រូវការស្អីឲ្យប្រកាសទៅត្រូវការអីមែនទេគឺចង់បានអំណាចលោកស្រីលូត្រឡប់មកវិញទោះបីជាខ្ញុំព្រមនាងគិតថាគេព្រមលឹកមុខមាត់ឲ្យនាងមែនទេបើគ្មាននាងយន្តជូត្រូវតែជារបស់យើងមករោងចក្រគីមីក្បែរគង់ស៊ីមកតែម្នាក់ឯងបានហើយបើឲ្យយន្តជូបានដឹងពីរឿងនេះអញនឹងបាត់ទៅជួបម៉ែអញនៅឋានជមរាជថាចឹងមិនលក្ខខណ្ឌនេះល្អទេលូហាន់សុំតោលេខទូរស័ព្ទដែលលោកអ្នកកំពុងហាងមិនអាចតាក់ទងបានទេអ្នកយាយចាស់គិតចង់ធ្វើអីយើងប្រាប់ចាស់ថ្ងៃនេះនាងនិងកូននាងត្រូវងាប់តែ2នាក់គូអរខានមែនមកអើយលីលូហាន់អញចង់ធ្វើអីធ្វើអីមែនទេគ្រាន់តែបដិញ្ញាអ្នកបំរើតែប៉ុណ្ណោះមិនបាច់ខ្លាចទេម៉ាក់ខ្ញុំនឹងនាំម៉ាក់ត្រឡប់ទៅវិញមែនទេយើងឈរទីនេះមួយទាំងមួយអញចង់មកក៏មកចង់ទៅក៏ទៅអញ្ចឹងហ៎លីលូហាន់នាងគ្រាន់តែចង់រៀបការជាមួយជនជួនតាបើខ្ញុំលែងអ្នកគេហើយគេប្រំយកនាងទេប្រហែលជាមិនអាចទេដូច្នេះហើយអញមិនអាចមានជីវិតទៅវិញបានទេមានន័យថាម៉េចហ៎ភាសាទូទៅនាងស្ដាប់មិនដឹងទេដល់រាប់ណាអញនឹងមានជីវិតយើងមិនអាចរៀបការចូលតកូលលូបានហើយក៏មិនអាចខ្លាចជាអ្នកស្រីលូដែរតែបើអញងាប់បាត់តំណែងអ្នកស្រីលូនឹងមករកយើងដៃរលូនដោយខ្លួនឯងលីលូហាន់នេះឈួតហើយយើងនឹងទម្លាយព័ត៌មានថាម៉ែអញមានសហាយហើយអញក៏មកតាមរករឿងគេអញអូយម៉ាក់អញក៏ធ្វើរឿងប្រេះណានួនអញត្រូវស្ដាប់ឲ្យច្បាស់3នាទីក្រោយយើងនឹងរត់លងចាក់គីមីនេះយើងនឹងឲ្យឱកាសអញជាលើកចុងក្រោយអញព្រមលែងលះហើយក៏ចាក់ចេញពីទីក្រុងណាឬក៏ឲ្យយើងបញ្ជូនអញនិងម៉ែអញទៅឋានជមរាជនាងដឹងទេថានាងកំពុងធ្វើអីធ្វើអីមែនទេយើងដឹងច្បាស់ថាយើងកំពុងធ្វើអីដាំឈើជាទីពឹងរបស់សត្វតកូលលីវត្រូវតកូលលូបាត់សិទ្ធភាពរបស់ហន្តរាយនេះជាធ្វើដៃរបស់អញយើងចិត្តល្អជាមួយអញច្រើនហើយលីលូហាន់មកដល់ទីនេះហើយនាងមិនដឹងខ្លួនខុសទៀតទេខ្ញុំគិតថាដោយសារនាងយកតែចិត្តខ្លួនឯងតែភាពពិតនាងមិនអាក្រក់ទេតែមិនស្មានថានាងចិត្តអាក្រក់កម្រិតនេះមកដល់ពេលនេះហើយនាងមិនសួររកខែផលអីទៀតនាងគិតថាគ្រាន់តែពាក្យសម្ដីប្រមាណម៉ាត់អាចបដូរស្ថានភាពបានទេចុងវិញរោងចក្រនេះសុទ្ធតែព្រៃធម្មតាមិនមានសូម្បីតែឆ្កែឆ្មាមួយក្បាលហើយគិតថាអ្នកណានឹងជួយឯងយើងនឹងបត់បំផ្លាញទីនេះចោលហើយទម្លាក់កំហុសឲ្យជនអនាថាប៉ុណ្ណឹងក៏គ្មានអ្នកណាសរសើរយើងទេលីលូហាន់នាងនឹងស្ដាយក្រោយនាងនឹងទទួលកម្មពីដែលនាងបានធ្វើនៅថ្ងៃនេះទទួលកម្មមែនទេទទួលកម្មស្អីទៅដែលឋានៈវងត្រកូលរបស់យើងមានវិធីចូលត្រកូលលូច្រើនណាស់យើងនឹងថាត្រូវចូលយ៉ាងម៉េចហើយបានហើយយកជ្រៅហើយយើងមិនចង់ខាត់ពេលនិយាយច្រើនទេយើងសួរជាលើកចុងក្រោយអញព្រមលែងលះឬក៏ចង់មានជីវិតរស់នៅតទៅទៀតចង់ឲ្យយើងប្រើឲ្យដែរទេហ៎លោកប្រតូចមកទីនេះបានយ៉ាងម៉េចឋានការមិនបានសម្រេចដោយបំណងមែនទេមិនមែនបាត់នឹងទេបើមិនមែនបាននឹងហើយចុះយ៉ាងម៉េចនៅក្រុងណានអ្នកណាហ៊ានបោកលួយយន្តរហូតដល់2ដងនោះដំបូងនេះប្រាប់ថាសម្រាប់ដល់នួនមើលទៅក្រុងណាននេះត្រកូលលីវប្រហែលចំណាយនៅបានទៀតទេវាមិនមែនបាត់នឹងទេលោកប្រតូចខ្ញុំកំពុងតែនិយាយជាមួយនឹងនួនខ្ញុំកំពុងសម្បកឲ្យនាងតែនិយាយជាមួយនឹងលោកជួយលើកលែងឲ្យត្រកូលលីវខ្ញុំបងអ្នកដតីធ្វើបាននេះមែនទេលេខាឈិនជួយចាត់ការត្រកូលលីវឲ្យទៅនៅសមុទ្រខ្សាច់10ឆ្នាំណាបានលោកប្រធានខ្ញុំនឹងតាក់ទងតែម្ដងជួយសង្គ្រោះឥឡូវនេះភ្លាមអត់ទេធ្វើបាននេះដាក់ខ្ញុំមិនបានទេណានេះលោកចន្ទជូយើងនឹងថាយើងស៊ូជាមួយឯងមិនបានទេអញក៏មិនព្រមដោះលែងយើងអញ្ចឹងគឺស្លាប់ទាំងអស់គ្នាទៅអ្នកនាងលីវកុំធ្វើអីប្រេះប្រាសោះពេលនេះយើងគ្មានអីត្រូវខាត់បងទេអ្នកបម្រើឡើងជាន់របស់យើងយកគ្រប់យ៉ាងដែលជារបស់យើងទៅអស់ហើយក៏ព្រោះតែឯងទាំងអស់គឺព្រោះតែឯងទោះយើងស្លាប់ក៏នាងគ្មានក្តីសុខដែរទោះឯងមិនស្លាប់ក៏យើងជួបមិនព្រមដោះលែងយើងដែរតែនេះចង់បានអីខ្ញុំចង់បានអីលោកអត់ខ្ញុំមែនទេបានលុយយកកុករបស់ខ្ញុំ100លានហើយដោះលែងយើងទៅក្រៅហើយត្រៀមផ្ទះមួយក្នុងនៅបរទេសក្នុងឈ្មោះរបស់យើងបានមិនទេខ្ញុំត្រៀមឲ្យ100លានហើយផ្ទះមួយក្នុងមិនទេខ្ញុំអាចវាលុយយកក្នុងក្រុមរបស់បានគ្រប់ពេលអញប្រាប់ដោះលែងយើងមែនទេមិនមែនអញបញ្ជូនមនុស្សមកសងសឹកយើងនៅពេលក្រោយទេដោះលែងយើងសិនទៅនាងចង់ខ្ញុំធ្វើអ្វីបានទាំងអស់កុំចូលមកឃើញខ្ញុំ
បើលោកក៏ហត់ខ្ញុំធ្វើយ៉ាងម៉េចយន់ជូខ្ញុំដឹងថាលោកមានអំណាចខ្លាំងណាស់ចាប់ពីញឹកខ្ញុំឲ្យមកទៅសម្រេចបានតែពេលនេះនោះនៅក្នុងដៃខ្ញុំបាត់ដៃរបស់ខ្ញុំផ្លត់តែបន្តិចនោះកុំថាខ្ញុំមិនបានទិញលោកណាលោកប្រតូចខ្ញុំខុសហើយតើអាការខ្ញុំម្ដងទៀតទេ នាងពិតជាមនុស្សតែមិនដឹងកំហុសពិតមែនលេខាឈិនកម្រងយកនេះទៅសមុទ្រខ្សាច់ពេលនេះធ្វើបានយ៉ាងម៉េចហើយបានលោកប្រធានខ្ញុំនឹងបញ្ជូនគេឲ្យទៅដាំឈើនៅទីនោះដាំឈើលោកប្រតូចខ្ញុំខុសហើយខ្ញុំមិនចេះដាំឈើទេក៏បញ្ជូនខ្ញុំទៅដាំឈើអីលោកប្រតូចលេខាឈិនជួយវត្តជំនួសខ្ញុំបានទេខ្ញុំនឹងកំហុសហើយក៏បញ្ជូនខ្ញុំទៅដាំឈើអីខ្ញុំមិនចេះដាំឈើទេប្រកាសជាខ្មែរស្លាប់ខាងឡើយជួយនៅតែផងមនុស្សស្រីអាក្រក់ដូចជានាងរស់នាំតែខ្លួនផែនដីថ្ងៃនេះខ្ញុំអរគុណលោកខ្លាំងណាស់បើមិនបានលោកខ្ញុំមិនដឹងធ្វើយ៉ាងម៉េចនោះទេតែខ្ញុំប្រាប់នាងហើយតាមានរឿងអីនាងត្រូវដាប់ខ្ញុំជាមនុស្សដំបូងតែតែម្នាក់អាចបាននេះវាគ្រោះថ្នាក់ខ្លាំងណាស់នាងដឹងទេខ្ញុំគ្រាន់តែចិត្តក្តៅពេកគិតធ្វើអ្វីមិនបានគិតទុកជាមុនសុំទោសមិនអីទេមិនចាំបាច់សុំទោសហើយក៏មិនចាំបាច់បន្ទោសខ្លួនឯងដែរចាំទុកថាសុវត្ថិភាពខ្លួនឯងជារឿងសំខាន់បំផុតខ្ញុំដឹងហើយមានរឿងអ្វីត្រូវញញឹមហ៎អំបញ្ញមិញនេះលោកបារម្ភពីខ្ញុំមែនទេមិនបារម្ភពីភរិយាឲ្យខ្ញុំនេះបារម្ភពីនរណាដែរទៅមិនផ្លាច់ទេម៉ាក់ពូជាកំពុងរងចាំតតែព្រះហើយនូនម៉ាក់បារម្ភចង់ស្លាប់ទៅហើយយ៉ាងម៉េចនឹងហេតុអីបានជាត្រូវគេចាប់ជំរិតអ្នកស្រីតុយលោកប្រត់ទៅអំបញ្ញមិញលោកស្រីស្លាប់ព្រោះតែបារម្ភពីរឿងនេះណាអ្នកម៉ាក់ស្លាប់យ៉ាងម៉េចនឹងអ្នកម៉ាក់មិនអីទេមិនអីទេកូនមិនកើតអីទេម៉ាក់សប្បាយចិត្តវិញហើយចុះម៉ាក់កូនយ៉ាងម៉េចដែរហេតុអីបានជាមិនព្រមនាំម៉ាក់មកជាមួយផងឲ្យគាត់នៅកន្លែងនឹងម្នាក់ឯងមិនទុកចិត្តទេខ្ញុំគាត់ចូលចិត្តស្ងប់ស្ងាត់ខ្ញុំទៅឲ្យគាត់ទៅនៅផ្ទះអាចទៅលេងរੂសួយមានអ្នកបម្រើនឹងអង្គរៈមើលថែគាត់ឲ្យកម្រងអញ្ចឹងល្អហើយបន្តិចទៀតម៉ាក់នឹងបដូរទៅនៅផ្ទះក្បែរមាត់ទន្លេដែរហើយម៉ាក់ស្ងោសុកឆ្អឹងជ្រូកឲ្យឯងសាក់តែញ៉ាំមើលចូលចិត្តទេម៉ាក់ធ្វើអីខ្ញុំចូលចិត្តទាំងអស់ពិតជាមាត់ផ្អែមមែនឯងនេះមីកាយអូហូស្លាប់ហើយដឹងខ្លួនពិតមែននេះលោកប្រុសលោកមិនអាចជួបមុខគ្នាតទៅសោះហើយអ្នកជំងឺដេកនៅលើក្រែ2ឆ្នាំដឹងខ្លួនហើយមិនប្រាប់បងប្អូនសោះដូចជាជ្រុលពេកទៅដឹងនេះចង់និយាយក៏និយាយមកខ្ញុំគ្មានពេលស្ដាប់រឿងអត់ប្រយោជន៍ទេកុំមកបាត់ទូរស័ព្ទខ្ញុំលើថារៀបការហើយពួកយើងជួបគ្នាបន្តិចទៅហើយនាំបងថ្លៃមកផងតើយល់ព្រមទេប្រាប់ហើយថាមិនទំនេរទេបងមិនទំនេរប៉ុន្តែបងថ្លៃទំនេរចាំខ្ញុំតាក់ទងទៅជីថៅហើយនៅអ្នកផ្សេងទៀតដល់ពេលមកកុំភ្លេចនាំបងថ្លៃមកផងណាអូខេចាំទៀតចកាមានពេលក៏មកថ្ងៃនេះលោកមិនបានសម្រាប់ទេចឹងតែនិយាយការងារទៀតហើយមែនទេមានពិធីជប់លៀងនាងទៅជាមួយខ្ញុំផងណាខ្ញុំទៅដែរអត់ចូលចិត្តទៅយឺទេចាប់បានបងលូហេតុកំចំមកដល់ទៀតប្រហែលជាគាត់មានធុរៈទេដែរមិនមែនបែបនេះទេដឹងហេតុអីមិនយល់ដល់មុខយើងដល់ថ្នាក់នេះថ្ងៃនេះជាថ្ងៃកំណើតយើងគេស្លាប់ដល់តែ2ឆ្នាំភ្លេចថ្ងៃកំណើតយើងទេដឹងសាទៅសួរគាត់មើលបានខ្ញុំស្លៀកពាក់បែបនេះទៅកម្មវិធីរបស់លោកមិនស័ក្តិសមទេដឹងមិនទេនេះឯងតើស្លៀកពាក់ចាំមិនក៏បានដែរអញ្ចឹងពេលក្រោយកម្មវិធីជួបជុំរបស់ខ្ញុំអាចសុំឲ្យលោកទៅជាមួយបានទេបានថាតែបានគ្រប់ពេលស្លាប់ហើយអ្នកប្រុសមិនមែនបោះបង់យើងចោលទេដឹងហើយនរណាបោះបង់នោះបងលូបងដេកនៅលើក្រែ2ឆ្នាំខ្ញុំសោះទៅភ្នែកអស់មកកណោពេលដឹងខ្លួនហេតុអីក៏មិនប្រាប់សោះអញ្ចឹងចង់មកបាត់ខ្ញុំចោលមែនទេបងអូយបានហើយយកទេបងលូនេះជាបងថ្លៃមែនទេសួស្ដីខ្ញុំឈ្មោះនួនសួស្ដីបងថ្លៃសួស្ដីបានហើយខ្ញុំបងអង្គុយមកបងលូមិនមែនខ្ញុំចេះតែនិយាយទេណាពេលដឹងខ្លួនហើយក៏មិនប្រាប់ពួកយើងណែមិនមែនរៀបការហើយមានជំងឺកាត់ផ្ដាច់ជាមួយពួកខ្ញុំទេណាអូយឯងមិនចេះឲ្យមែនណាបងលូតែអញ្ចឹងឯងម្យ៉ាងទៀតណាបងថ្លៃនឹងទៀតណាមនុស្សឈ្មោះកូនហ្វាំងនេះនិយាយច្រើនមែនទេមែនទេបងលូគ្រោះថ្នាក់ចរាចរណ៍ពេលនោះតែមានរឿងអ្វីកើតឡើងទៅថ្មីដៃលោកពូទី3ខ្ញុំក៏ប្រជុំខុសតាមទៅឲ្យលោកតាអស់ហើយលោកពូរបស់បងនេះមិនធម្មតាមែនឃើញមិនសូវមាត់មិនសូវកតែខាងក្រៅខ្នងសាហាវដល់ថ្នាក់នេះមែនទេនិយាយអញ្ចឹងផ្ទះនៅខេត្តមានកម្រងធ្វើកសិកម្មអញ្ចឹងប្រជុំពូបងទៅធ្វើកសិកម្មល្អទេលោកតាបានឲ្យជីងដូរ៉ាហើយអញ្ចឹងបងថ្លៃកាត់អីហ្នឹងមិនអីទេមិនបាច់បារម្ភពីខ្ញុំទេមិនឲ្យបារម្ភយ៉ាងម៉េចថ្ងៃនេះបងគឺជាមនុស្សពិសេសនៅក្នុងកម្មវិធីនេះមកជួលកែមួយទៅបងថ្លៃខ្ញុំមិនចេះផឹកស្រា